បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើវីដេអូពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកថ្នាំបាញ់កញ្ចក់ទឹកថ្នាំសាកឲ្យបងប្អូនមើលដើម្បីបងប្អូនយល់កាន់តែច្បាស់អំពីការប្រើប្រាស់ហើយជាធម្មតាមួយគ្រាប់យើងអាចដាក់ទឹកបាន4លីត្រអបហ្នឹងមាន8គ្រាប់តូចៗទេបងបាទនេះទឹកថ្នាំវាទឹកថ្នាំអញ្ចឹងបងប្អូនទាំងគ្នាយើងចាប់ផ្ដើមដាក់ថ្នាំនឹងចូលក្នុងទឹកហ្នឹងតើវាមានពណ៌យ៉ាងម៉េចហើយយ៉ាងម៉េចបាទហើយយើងនឹងធ្វើការទុករយៈពេល10នាទីទំនំទៅវាលាយជាតិថ្នាំអស់ចាក់នៅក្នុងធុងទឹកកញ្ចក់នៅខាងមុខបាទទៀតខ្ញុំនឹងធ្វើការចាក់ឲ្យបងប្អូនមើលតេស្តសាកល្បងបាទយល់ល្អបាទទុកនៅក្នុងតម្រងឆ្ងាញ់ល្អណាស់ព្រោះដើម្បីតម្រងទឹកអញ្ចឹងយើងធ្វើការចាក់ចូលទៅបាទបាទចំពោះឡានកាមេរីនឹងចាក់បន្តិចពេញព្រោះឡានខ្ញុំដាក់អស់ពីមុនមកគ្រាប់អីនឹងសាកល្បងដាក់គ្រាប់ទៀតអញ្ចឹងវាធម្មតាក្នុងទឹកឡានតូចៗប្រហែលជា4លីត្របាទដល់ឡានធំឯងអាច5លីត្រ6លីត្របាទឥឡូវយើងមកសាកប្រសិទ្ធភាពនៅក្នុងវិញម្ដងបាទបន្ទាប់ពីយើងដាក់ទឹកនៅក្នុងធុងហើយយើងធ្វើការបាញ់សាកល្បង